នៅក្នុងថ្ងៃទី16ខែសីហានេះត្រូវជាថ្ងៃចទឹកយ៉ាងឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានចំនួន3ឆ្នាំមានឆ្នាំថោះខាលហើយនិងមមីចំពោះអ្នកដែលត្រូវការធាតុដីហើយនឹងទឹកក៏ល្អ 50% ផងដែរក្នុងករណីឆ្នាំទាំង3ខាងលើត្រូវការធាតុទឹកហើយនឹងដីទៀតកាន់តែល្អប្រសើររហូតដល់ 100% ចំពោះឆ្នាំដែលគួរតែមានការយកចិត្តទុកដាក់ទៅលើមុខរបរអាជីវកម្មការងារការគ្រប់គ្រងលុយកាក់លំហូរសាច់ប្រាក់ជាពិសេសនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំរោងធាតុភ្លើងវ័យ51ឆ្នាំនិងរោងធាតុដីវ័យ39ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំមុខគ្រឹះមានទិសខាងជើងហើយនឹងទិសខាងជើងឈៀងខាងកើតចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់លាបយើងអាចប្រើប្រាស់បាននៅទិសខាងកើតទី2 90 អង្សាដោយការដាក់ជាទឹកមានចលនាឬក៏យើងដោតជាគោអំបិលនៅក្នុងទិសនឹងក៏បានល្អប្រសើរចំពោះទឹកមានចលនាមានន័យថាយើងប្រើជាម៉ូទ័រនេះដាក់នៅក្នុងទឹកដើម្បីឲ្យទឹកនឹងវាមានចលនានៅក្នុងការចាប់លាបឬក៏បន្ទុះលាបទៅតាមតារាសាស្ត្រសម្រាប់ការជាវនៅគោអំបិលឬក៏ម៉ូទ័រទឹកនេះខ្ញុំនឹងរើសពេលវេលានៅក្នុងការប្រើប្រាស់ជូនសម្រាប់ការដែលបងប្អូនចង់ចាប់ប្រចាំឆ្នាំនឹងផ្ទាល់តែម្ដងឬក៏បងប្អូនអាចជាវសម្រាប់ទុកចាប់ប្រចាំថ្ងៃក៏ល្អប្រសើរផងដែរចំពោះម៉ោងដែលយើងធ្វើការចាប់លាបល្អប្រសើរនៅក្នុងទិសខាងកើតនៅក្នុងថ្ងៃនេះផ្ទាល់នៅក្នុងចន្លោះម៉ោង9ទៅម៉ោង11ថ្ងៃត្រង់និងមួយវេនចុងក្រោយម៉ោង1ទៅម៉ោង3រសៀលសម្រាប់ថ្ងៃនេះយើងឃើញថាធម្មពលល្អប្រសើរចំណែកតារាសាស្ត្រមានភាពត្រួតស៊ីគ្នារវាងប្រចាំថ្ងៃហើយនិងខែមានន័យថាទិសណាដែលល្អគឺល្អខ្លាំងទិសណាដែលមិនល្អយើងគួរតែបំរុងបង្ការការពារជាពិសេសសម្រាប់កិច្ចការងារមួយចំនួនដែលយើងអាចចាប់ផ្ដើមឬក៏ប្រព្រឹត្តទៅល្អប្រសើរដូចជាការផ្ដាច់ឬក៏រំលាយកិច្ចសន្យាបុកគ្រឹះសាងសង់ជួសជុលផ្លាស់ប្ដូរទីលំនៅធ្វើទីផ្សារទំនាក់ទំនងចុះហត្ថលេខាទៅលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មចាប់ផ្ដើមអាជីវកម្មថ្មីការងារថ្មីដំណើរកម្សាន្តល្អប្រសើរសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អនៅក្នុងថ្ងៃទី16នេះទាំងអស់គ្នា